សួស្តីគ្នាយើងស្វាគមន៍មកកាន់ភាគទី5នៃរឿងកាឡាប៉ៃឡែនបើសិនមានអស់ទាំងអស់គ្នាតើឥឡូវយើងចូលទៅកាត់សាច់រឿងរបស់យើងតែម្ដងទៅណាកុំនៅវិញឆ្ងាយច្រើនពេកពេលនេះគឺជាពេលព្រឹកកូនស្រីរបស់យើងក៏បានមកជួយធ្វើម្ហូបកូននារីនាងមិនចង់ឲ្យជួយធ្វើនោះទេព្រោះគាត់ថាជាភ្ញៀវអ្នកណាគេឲ្យភ្ញៀវមកជួយធ្វើម្ហូបបែបនេះនោះទេវាមើលទៅគាត់ថាវាមិនសមនឹងឯងប៉ុន្តែកូនស្រីរបស់យើងគឺគាត់នឹងចេះខ្លាំងមែនតើចេះតតែកូននារីណាបកកើតលេងបានក្រោយពីធ្វើម្ហូបរួចរាល់កូននារីនាងក៏បានដើរទៅហៅឪពុករបស់នាងរួមទាំងបងប្រុសរបស់នាងនឹងឯងឲ្យចូលម្ហូបបាយបន្ទាប់ពីពិសាអាហារពេលព្រឹករួចរាល់លោកគ្រូរតនសម្បត្តិគាត់ក៏បានពោលទៅខាងកូនប្រុសយើងថាវិបុលថ្ងៃស្អែកនេះកូនជួយទៅយកលោកអាឡាត់ផងព្រោះគេនឹងបរាស៊ីចូលហ៊ុនជាមួយនឹងយើងអញ្ចឹងហើយកូនកុំភ្លេចណាថ្ងៃស្អែកជួយទៅយកលោកបាឡាត់ផងកូនប្រុសរបស់យើងក៏គាត់បានឆ្លើយទៅយល់ព្រមបន្ទាប់ពីអ្នកទាំងពីរបញ្ចប់ការសន្ទនាអ្នកទាំងអស់គ្នាក៏បានបំបែកគ្នាទៅកន្លែងរៀងៗខ្លួនអ្នកណាគេគាត់ធ្វើអ្វីក៏ទៅធ្វើនឹងឯងចំណែកកូនស្រីរបស់យើងវិញពេលនេះគឺគាត់មានអីធ្វើនោះទេដោយសារតែគាត់មកផ្ទះនេះគឺក្នុងនាមជាភ្ញៀវបែបនេះហើយគឺអត់មានអ្នកណាគេហ៊ានប្រើគាត់នោះទេដោយសារតែមិនដឹងថាគាត់ធ្វើអ្វីកូនស្រីរបស់យើងក៏បានដើរទៅខាងក្រៅផ្ទះពេលដែលដើរទៅនោះក៏បានឃើញតោងមួយដែលគេចង់ជួយទុកចោលកូនស្រីរបស់យើងដែលឃើញតងនៅទំនេរហើយក៏បានឡើងទៅអង្គុយលេងយល់ចោះយល់ឡើងតែមិនបានដឹងថាមេខ្សែភ្នែកមួយគូកំពុងតែសម្លឹងមើលខ្លួនតែស្នាមញញឹមហើយមនុស្សម្នាក់នោះគឺជាលោកគ្រូប៉ែតរបស់យើងនឹងឯងបន្ទាប់ពីឈើមើលអូនណាបានមួយផ្លែកូនប្រុសរបស់យើងគាត់បានដាក់ចាក់ចេញទៅតែមិនដឹងថាគាត់នឹងទៅណានោះទេកាលមកពេលយប់វែងពេលនេះមកប្រហែលជា6ទៅ7ហើយតែកូនប្រុសរបស់យើងគឺគាត់មិនទាន់ត្រឡប់មកវិញឡើយកូនស្រីរបស់យើងបានឈរនៅចាំមើលផ្លូវបងនឹងឯងដោយសារតែឈរចាំយូរពេកកូនស្រីរបស់យើងក៏បានដើរចូលទៅក្នុងបន្ទប់នៅពេលដែលកំពុងតែអង្គុយលើតុសុកស្រាប់តែមានមនុស្សដើរចូលមកចំណែកកូនស្រីរបស់យើងគឺគាត់បានដឹងខ្លួនហើយតែគេមកអោវិញហ្នឹងបើខ្លួនឯងហ្នឹងចាប់ដើមភ្ញាក់ឡើងហើយមនុស្សដែលមកអោបកូនស្រីរបស់យើងគឺជាកូនប្រុសរបស់យើងហ្នឹងពេលនេះមើលទៅការសភាពរបស់គាត់គឺស្វាងខ្លាំងណាស់មិនដឹងថាគាត់នឹងទៅធ្វើអ្វីខ្លះនោះទេនៅពេលដែលគេមកអោបខ្លួនបែបនេះកូនស្រីរបស់យើងក៏គាត់ដល់ធ្វើមិនទេគឺឲ្យគេអោបនឹងឯងបានទៅត្រឹមសួរតែគេថាលោកគ្រូប៉ែលោកប៉ែណាកាត់អីហ្នឹងមិនក៏មកក្នុងសភាពបែបនេះអញ្ចឹងតែលោកគ្រូប៉ែហ្នឹងធ្វើអីមកខ្លះកូនប្រុសរបស់យើងក៏បានទៅកាន់កូនស្រីទាំងកំបុតថាគឺគាត់ហ្នឹងទៅមកពីហូបអីជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយក៏ជ្រុលហ្នឹងហូបស្រាអស់ច្រើននឹងឯងបានជាពេលនេះគឺសភាពរបស់គាត់ទៅជាអញ្ចឹងគ្រូប៉ែរបស់យើងក៏ខូចខ្លាំងណាស់អាមាត់នៅនិយាយទេប៉ុន្តែអាដៃលោកចូលទៅក្នុងអាវរបស់គេឯណោះឯកូនស្រីរបស់យើងឃើញគេកាន់ទៅលោកអញ្ចឹងក៏បានស្រែកឡើងចានតែម្ដងតែឃើញគេលូកដងខ្លួនលើសបែបនេះក៏បានប្រាប់ឲ្យគេហ្នឹងដកដៃចេះឆាប់ទៅបើមិនចង់ត្រូវខ្លួនវាឯកូនប្រុសរបស់យើងវិញគឺគាត់អត់ខ្លាចនោះទេគឺគាត់លូកចូលកាន់តែជ្រៅទៅកូនស្រីរបស់យើងទៅទ្រាំនឹងកូនប្រុសមិនបានក៏លើកដៃច្រើនគេប៉ុន្តែច្រើនណាស់វាអត់ល្ងើនោះទេព្រោះថាមានរបស់គេហ្នឹងវាធំជាងខ្លួនពេកដល់ឃើញកូនស្រីច្រើនខ្លួនបែបនេះកូនប្រុសក៏បាននិយាយទៅថាមុននេះឯងចង់វាយយើងតែប្រយ័ត្នយើងវាយវិញថ្ងៃស្អែកnữaក្រោកមិនរួចទៅឯកូនស្រីរបស់យើងលើគេនិយាយបែបនេះក៏រៀងខឹងផងដែរក៏បានទៅវិញថាលោកគ្រូប៉ែគឺជាប៉ែទេប៉ុន្តែបែរជាចង់សម្លាប់មនុស្សប៉ែអីក៏ចាស់ក្រក់ម្ល៉េះកូនប្រុសរបស់យើងនៅឃើញកូនស្រីល្ងងខ្លាំងពេកក៏គាត់សោកយកតែម្ដងព្រោះថាកូនស្រីរបស់យើងអត់មានក្តីវែងឆ្ងាយសោះបើមិនតិចកូនប្រុសរបស់យើងក៏ទៅវិញថានេះឯងមិនដឹងឬក៏ធ្វើមិនដឹងយើងមិននឹងហ៊ានវាយឯងស្លាប់ទៅបើឯងស្លាប់ទៅបេះដូងរបស់យើងប្រកាសជាបាត់មួយចំហៀងជាមិនខានទេកូនស្រីរបស់យើងទៅពីសម្ដីរបស់គេបែបនេះហើយគឺគាត់អត់យល់ទេបានទៅត្រឹមធ្វើមុខឆ្ងល់នឹងឯងចំណែកកូនប្រុសរបស់យើងវិញដោយសារតែមិនឃើញកូនស្រីតបគាត់ទៀតនឹងគាត់ក៏បលែងកូនស្រីរបស់យើងទៅហើយក៏បំរាស់ខ្លួនទៅគេនៅលើក្រែរបស់កូនស្រីយើងកូនស្រីក៏រៀងហួចចិត្តផងដែរនេះមកអោបខ្លួនហើយឥឡូវមកដេកលើក្រែរបស់ខ្លួនទៀតអាប៉ែនេះចង់យកមកជាមួយនឹងខ្លួនហ្នឹងមុនដំបូងថានឹងដាក់ប៉ែយើងឲ្យចេញពីក្រែរបស់ខ្លួនហើយតែមើលអាមួយផ្លែ
គឺថាបែររបស់យើងហ្នឹងគឺគាត់កេងលក់បាត់ហើយណដោយសារតែអត្តពលនឹងស្រានឹងឯងគឺថាកេងលឿនណាបែរនេះស្រួលដែរហ្នឹងណាស្វឹងស្រាអត់មានធ្វើអីផ្សេងខ្ញុំអីងាប់កូនឯងម្ដាយកូនស្រីរបស់យើងណាឃើញបែបនេះហើយក៏គាត់អត់ចង់ដោះកូនប្រុសរបស់យើងទេគាត់ក៏បានដើរទៅយកកតេលហើយនឹងភួយមកកេងនៅក្រោមគ្រែនឹងដោយសារតែខ្លាចចេញទៅក្រៅទៅរំខានដល់អ្នកដទៃឥឡូវយើងក៏មកពេលព្រឹកវិញពេលនេះគឺព្រឹកហើយមកប្រហែលជា7ទៅ8ឯងកូនប្រុសរបស់យើងគឺគាត់ទៅងើបមកនោះទេងើបមកនឹងអត់ឃើញកូនស្រីឡើយដោយសារតែពេលនេះកូនស្រីរបស់យើងគឺគាត់ចេញទៅខាងក្រៅហើយបន្តពីរៀបចំខ្លួនរួចរាល់កូនប្រុសរបស់យើងក៏បានចេញមកពេលដែលចេញមកជួបនឹងឪពុករបស់ខ្លួនណាឪពុករបស់ខ្លួនក៏បានសួរទៅកូនថាពេលណាទៅកូនប្រុសហ្នឹងទៅយកលោកបាឡាស់ទៅព្រោះពេលនេះថ្ងៃចាប់ផ្ដើមឡើងខ្ពស់ហើយកូនប្រុសរបស់យើងក៏បានតទៅវិញគាត់ថាគាត់ហ្នឹងនឹងទៅឥឡូវហើយសុំលោកពុកហ្នឹងក៏បារម្ភអីបន្តពេលនិយាយជាមួយឪពុករបស់ខ្លួនរួចរាល់កូនប្រុសរបស់យើងក៏បានចុះទៅខាងក្រោមដើម្បីហូបអាហារពេលព្រឹកបន្តទៅហូបអាហារពេលព្រឹករួចហើយកូនប្រុសរបស់យើងគឺនៅដើររ៉េរ៉កូនស្រីរបស់យើងនឹងឯងក្រោយពីដើររកមួយសន្ទុះក៏បានមកឃើញអូននៅកន្លែងដែលចងតូចថ្ងៃមុនឃើញអូនបែបនេះហើយកូនប្រុសរបស់យើងក៏បានដើរចូលទៅរកកូនស្រីរបស់យើងនឹងបានសួរកូនស្រីថាតើឯងនឹងចង់ទៅដើរលេងអត់ដោយសារតិចទៀតខ្ញុំត្រូវចេញទៅខាងក្រៅឯងចង់ទៅជាមួយនឹងខ្ញុំអត់យ៉ាងណាក៏បានគ្នាផងដែររបស់យើងក៏បានសួរទៅថាតើលោកនឹងទៅណាចំណែកកូនប្រុសវិញក៏បានតបថាគាត់នឹងទៅសុខសង្ការដើម្បីទៅទទួលលោកបាឡាតបើឯងចង់ទៅខ្ញុំអាចនាំឯងទៅបានកូនស្រីរបស់យើងក៏បានឆ្លើយទៅយល់ព្រមតែម្ដងតែព្រោះថាបានតារាលេងមើលនេះមើលនោះក្រោយពីនិយាយគ្នារួចហើយអ្នកទាំងពីរក៏បានចាក់ចេញទៅតែពីរអ្នកហ្នឹងឥឡូវយើងកាត់មកដល់ស្រុកសង្កែពេលនេះកំពុងតែមានបរិមម្នាក់ឈររេរ៉ដូចជាកំពុងចាំនរណាមកទទួលអញ្ចឹងបានមួយសន្ទុះកូនប្រុសរបស់យើងក៏បានបើកឡានមកជិតគាត់ហើយក៏បានសួរថាតើលោកនឹងមែនទេជាលោកបាឡាតចំណែកឯគាត់វិញក៏បានតបទៅផងដែរថាគាត់នឹងហើយគឺជាលោកបាឡាតនឹងព្រមទាំងសួរថែមទៀតថាតើអ្នកមែនទេអាចលោកអ៊ំមកចាក់ឲ្យមកទទួលខ្ញុំកូនប្រុសយើងក៏បានតបទៅថាគាត់នឹងហើយជាអ្នកដែលត្រូវមកទទួលលោកបាឡាតហើយគាត់មានឈ្មោះថាខុនរតនាវិបុលហើយក៏ត្រូវជាកូនប្រុសច្បងរបស់លោកគ្រូរតនសម្បត្តិផងដែរបន្ទាប់ពីបញ្ចប់ការសន្ទនាលោកបាឡាតក៏បានឡើងទៅលើឡានហើយបើកចេញទៅបានបន្តិចក៏ប្រុសរបស់យើងស្រាប់តែឈប់គឺគាត់ឈប់ដើម្បីទទួលកូនស្រីរបស់យើងព្រោះមុននេះក៏ប្រុសរបស់យើងបានដាក់កូនស្រីចោលឲ្យគេនឹងបានដើរលេងបន្តិច